លោកគ្រូធ្លាប់និយាយថាការគេងសំខាន់ណាស់សម្រាប់សុខភាពមិនថាសុខភាពទូទៅឬក៏សុខភាពស្បែកនិងសម្រស់ហើយបងប្អូនយើងខ្លះគាត់ថាខ្ញុំបើពេលគេងអត់ខ្វះទេខ្ញុំគេងតែម៉ោង 9 ឡើងខ្ញុំចូលគេងម៉ោង 6 ម៉ោង 7 បានខ្ញុំក្រោកប៉ុន្តែពេលក្រោកមកដូចអត់មានកម្លាំងមានអារម្មណ៍ថាងើបមកអត់មានអារម្មណ៍ថា fresh អត់មានអារម្មណ៍ថាទទួលបានថាមពលទេតែហ្នឹងមកពីហេតុអីពេលដែលយើងគេងអាហ្នឹងយើងនិយាយអំពីគុណភាពនៃការគេងពេលដែលយើងគេងខ្លួនយើងគឺត្រូវឆ្លងកាត់ដំណាក់កាល2បែរថាដំណាក់កាលទី1ស្ងប់សិនហើយបន្ទាប់មកបានយើងចូលទៅដល់កម្រិតនៃការគេងកម្រិតជ្រៅគេហៅ deep sleep អញ្ចឹងបើសិនជាខ្លួនយើងអត់អាចចូលទៅដល់ deep sleep នឹងទេបងប្អូនអត់មានអារម្មណ៍ថាគេងស្កប់ទេរវើរវាយយល់សពច្រើននៅក្នុងដំណាក់កាលហ្នឹងគឺខ្លួនយើងអត់ទទួលបានថាមពលទេអញ្ចឹងងើបមកគឺគេងតែដូចអត់គេងអញ្ចឹងបាទចឹងមូលហេតុអីដែលធ្វើឲ្យបងប្អូនមានបញ្ហាទាំងអស់ហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងទម្លាប់នៃការរស់នៅមួយចំនួនដែលបងប្អូនគួរតែជៀសវាងឬក៏កាត់បន្ថយទី1គឺការមើល screen ព្រោះថា blue light ដែលចេញពី screen របស់ទូរស័ព្ទឬក៏ screen របស់ computer ហ្នឹងគឺវាធ្វើឲ្យ melatonin របស់ខួរក្បាលរបស់យើងអត់បញ្ចេញមកទេកាលណាតែខួរក្បាលរបស់យើងអត់បញ្ចេញ melatonin ខ្លួនយើងអត់អាចឆ្លងចូលទៅ deep sleep នឹងបានល្អទេធ្វើឲ្យខ្លួនយើងនៅរវើរវាយអញ្ចឹងត្រូវតែជៀសវាងការមើល screen យ៉ាងហោចណាស់1 ម៉ោងមុនការចូលគេងរបស់បងប្អូនទាំងអស់គ្នាទី2ការហាត់ប្រាណការហាត់ប្រាណសំខាន់ណាស់ពីព្រោះនៅពេលដែលខ្លួនយើងបញ្ចេញសកម្មភាពខ្លួនយើងក៏នឹងភ្ញួយឲ្យខួរក្បាលរបស់យើងបញ្ចេញអរម៉ូនជាច្រើនដែលឲ្យខ្លួនយើង reset បែរថាឲ្យខ្លួនយើង reset ឲ្យខ្លួនយើង repair ឬក៏ជួសជុលខ្លួនយើងត្រឡប់មកវិញអញ្ចឹងអរម៉ូនទាំងអស់នោះឯងនឹងទៅជួយឲ្យខ្លួនយើងគេងលក់បានល្អនៅពេលយប់ទី3គឺការត្រូវពន្លឺថ្ងៃពន្លឺថ្ងៃគឺសំខាន់ពីព្រោះខ្លួនយើងអាចកំណត់ដឹងថាយប់ឬក៏ថ្ងៃតាមរយៈពន្លឺថ្ងៃប៉ុន្តែបើបងប្អូនអង្គុយតែក្នុងបន្ទប់មានគេហៅថាអំពូលសព្វនិមិត្តឬអំពូលម៉ែត្ររបស់យើងរាល់ថ្ងៃនេះខួរក្បាលរបស់យើងបែងចែកលែងដាច់ហើយថាឥឡូវហ្នឹងយប់នៅងឹតនៅគួរគេងនៅអញ្ចឹងបន្ទប់គេងគួរតែល្ងឹតគួរតែស្ងាត់គួរតែត្រជាក់ទើបខ្លួនយើងអាចប្រែថាពេលហ្នឹងគឺពេលយប់ហើយពេលព្រឹកគួរតែឲ្យខ្លួនយើងបានត្រូវពន្លឺថ្ងៃដើម្បីឲ្យខ្លួនយើងដឹងថាអូម៉ោងនេះគឺភ្លឺហើយអញ្ចឹងម៉ោងនៃការដេកហ្នឹងគឺវាចាប់ផ្ដើមដើរអញ្ចឹងខ្លួនយើងគឺវាត្រូវការ automatic clock ហ្នឹងដើម្បីដំណើរការក្នុងខ្លួនរបស់យើងបាទអញ្ចឹងទាំងអស់នេះគឺជារឿងដែលចាំបាច់ដែលបងប្អូនត្រូវធ្វើបើមិនអញ្ចឹងទេការគេងរបស់យើងនឹងមិនទទួលបានគុណភាពល្អទេបាទអរគុណច្រើន